bạn xì cho sợ kè chừng sợ kè này làไปบ้านเอาซิพี่เอาเอาแล้วไอ้ chạy ấy thế โอ้อโดเช่อโดได้เช็คแกเคยไหมเคยชิมมันโตมาแล้ว nặng muội ถูกบา chạy ấy kia đó cái này là người ta ai ta chạy ấp cái mà chỉ là đang tôi ăn bên thấu thiệt với cái thôi cái chớ nè ป่าอ้าวน้องเอาไหนก็เลยจัง mùi sao nó nghe มวยสองคือจะเอาคือใบดองไงคือใบดองอ่ะกระโดสิกระโดมาบ้านนั่นก็มาจากซีพ่อกระโดngay là hôn nụ hạt đồ trên xì lồng chừng gì cái đại gì đó trẻ hạt đồ trẻ cái đâu xe này ơi ơi ở bên đây nhưng mà bây giờ đại cái bây giờ đại là tiền chừng nữa nhé ở trà nó vui ở lông pi về đôm mấy nó mà kè đi anh đi mình thế ở hơi ở tôi chơi con xe được ăn cái tí và nó mới tiếc ประสานนี้ជាការរំលឹកដល់ជ័យជំនះរបស់ព្រះអង្គហើយទូនីតិរបស់ប្រាសាទប្រខ័នមិនត្រឹមតែជាប្រាសាទសម្រាប់ឧទ្ទិសជូនព្រះបិតានោះទេប្រាសាទប្រខ័នជាអនុរាជធានីសំខាន់មួយរបស់ព្រះបាទជ័យវរ្ម័នទី7នាពេលព្រះអង្គទៅជួសជុលក្រុងអង្គរធំឡើងវិញដែលធ្លាប់ត្រូវបានបំផ្លាញដោយកងទ័ពចាម ថ្ងៃទីអាទិត្យនេះដាច់ប៉ាត់ហ្នឹងមិនបានកន្លះមិនបានដូចអាទិត្យអីទេ មុននឹងព្រះអង្គក៏សាង ថ្ងៃឡាកែហ្នឹងឯងអត់កាពូមកទៅហ្នឹង đó vì mình ao vì khô ទីនេះនៅក្រុងអង្គរធំវិញប្រាសាទប្រខ័នត្រូវបានប្រើប្រាស់ក្នុងវិស័យបណ្ដុះបណ្ដាលនិងសាសនាសៀមខ្លាយរអាបើជាកូនខ្មែរត្រូវតែសេត្រូវតែដឹងដូនតាយើងអស្ចារ្យណាស់ប្រាសាទប្រខ័នត្រូវបានកសាងឡើងដោយព្រះបាទ ôi bạn ơi cái này cái nhồi mà បានវាឈ្នះទ័ពមួយនេះដឹង hử គឺសម្បល់ណា liền đi đây អ្នកធ្លាប់ដើរទស្សនា đờ tiệc kì ប្រាសាទប្រខ័ hử នត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7 đâu ក្រោយព្រះអង្គបានវាឈ្នះទ័ពចាមនៅចុងសតវត្ស nhớ mùi ក្នុងឆ្នាំ xin nhanh sao tranh nhanh រាជរបស់ព្រះបាទជ័យវរ្ម័ន nhớ ប្រាសាទប្រខ័នមានប្លង់រាជតុកោណកែងដែលមានបណ្ដោយ800ម៉ែត្រនិងទទឹង700ម៉ែត្រប្រាសាទនេះមានកំពែង4ជាន់និងមានគោបុរៈខ្លងទ្វារប្រាសាទតាមទិសទាំង4នៅសងខាងគោបុរៈទាំង4មានរូបចម្លាក់គ្រប់ជាន់គ្នាដែលត្រូវបានឆ្លាក់ជាប់កំពែងប្រាសាទប្រខ័នមានឈ្មោះ